ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតថ្ងៃនេះគឺថាវិលមកជួបជាមួយនឹងអ្នកខ្ញុំម្ដងទៀតហើយណាបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះផងដែរគឺថាអ្នកខ្ញុំមានជាមួយនឹងមុខម្ហូបមួយមុខសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីទស្សនាមុខម្ហូបមួយមុខនេះផងដែរគឺសម្រាប់គ្រឿងផ្សំរបស់យើងគឺថាងាយៗទេបងប្អូនគឺថាមានតែប្រហែលមុខនេះគឺយើងអាចធ្វើញ៉ាំបានយ៉ាងឆ្ងាញ់ពិសាបងប្អូនហើយអ្នកខ្ញុំក៏វិលមកលាងជាមួយនឹងបន្លែប្លុករបស់យើងណាបងប្អូនទាំងអស់គ្នាគឺថាយើងធ្វើការចាត់សម្បកហើយនឹងលាងសម្អាតវាឲ្យបានស្អាតល្អទៅបងប្អូនទាំងអស់គ្នាដើម្បីអនាម័យយើងផងអញ្ចឹងគឺថានាងខ្ញុំធ្វើការចាត់សម្បកបោះថប់ឲ្យយើងអីនឹងចេញទៅបងប្អូនទាំងអស់គ្នាហើយក្បិតរាំងដូចល្អបងប្អូនអញ្ចឹងគឺថាចិត្តតែមួយទុកមួយហើយនាងខ្ញុំក៏ដាក់ជាមួយនឹងខ្ទឹមក្រហមផងដែរសម្រាប់ខ្ទឹមក្រហមគឺថាដូចគ្នាទាំងអស់នឹងបងប្អូនគឺថាយើងធ្វើការលាងសម្អាតហើយនឹងចាត់សម្បកវាចេញឲ្យបានស្អាតល្អទៅជាពិសេសគឺថាវាមានអាកាតិចខ្មៅក៏បងប្អូនតែយើងមកចាប់ផ្ដើមហាន់ជាមួយនឹងបន្លែរបស់យើងវិញសម្រាប់បន្លែគឺថាថប់ហ្នឹងគឺថានាងខ្ញុំពុះជាចំណិតបែបនេះបងប្អូនគឺថាបើបងប្អូនគាត់ចង់ពុះជាបែបណាក៏អត់បញ្ហាបងប្អូនតែសម្រាប់នាងខ្ញុំគឺថានាងខ្ញុំពុះជាចំណិតបែបនេះទៅគឺថានៅពេលដែលយើងដាក់ខជាមួយនឹងថៃរបស់យើងទៅគឺថាវាឆាប់ចូលជាតិល្អហើយនឹងឆាប់អលួយបងប្អូនទាំងអស់គ្នាសម្រាប់ខ្ទឹមក្រហមគឺថានាងខ្ញុំពុះជា2ហើយពុះវាជា2ទៀតបងប្អូនគឺថាតែប៉ុណ្ណេះទៅគឺថាឆ្ងាញ់មែនតើហើយក្នុងនោះផងដែរអ្នកខ្ញុំក៏បានបន្ថែមជាមួយនឹងគល់សក្តិផងដែរបងប្អូនទាំងអស់គ្នាដើម្បីបង្កើនក្លិនឈ្ងុយរបស់យើងបងប្អូនតែគ្រឿងផ្សំគឺថាងាយទេបងប្អូនគឺថាមានតែប្រមាណមុខនេះគឺថាឆ្ងាញ់មែនតើសម្រាប់បងប្អូនដែលគាត់ចង់ខម៉ាំញ៉ាំហើយសម្រាប់ថៃគឺថានាងខ្ញុំដាក់ជាមួយនឹងថៃប្រែបងប្អូនទាំងអស់គ្នាគឺថាដើររកត្រីពោអត់បានណាបងប្អូនចឹងមានតែថៃប្រែគឺថានាងខ្ញុំទិញចំនួន1ក្បាលមកហើយយើងធ្វើការកាត់វាជាកង់សម្រាប់ម៉ាំគឺថានាងខ្ញុំយកមកចិញ្ច្រាំឲ្យមាត់ទៅបងប្អូនគឺថាបាច់មាត់ពេកឯងឲ្យលក្ខណៈសភាពថារៀងទុកបងប្អូនទាំងអស់គ្នាហើយសម្រាប់ម៉ាំគឺថាវាមានច្រើនប្រភេទបើបងប្អូនគាត់ធ្លាប់ញ៉ាំប្រភេទណាមួយគាត់អាចប្រើទៅតាមប្រភេទហ្នឹងទៅអត់ជាបញ្ហាបងប្អូនតែសម្រាប់ម៉ាំនៃនាងខ្ញុំប្រើនេះគេហៅថាម៉ាំបដូរពៅបងប្អូនតែនាងខ្ញុំថាអត់ដឹងហៅអញ្ចឹងស្រុកបងប្អូនគាត់ហៅបែបណាណាប៉ុន្តែនៅខ្ញុំនេះគេថាម៉ាំបដូរលពៅចឹងគឺថាយើងច្រាមវាទុកឲ្យយើងដៅវាដាក់ចានទៅគឺថានាងខ្ញុំដាក់តាមបរិមាណសមរម្យឯងព្រោះដោយសារគ្រឿងខៅរបស់យើងក៏យើងធ្វើបរិមាណបានល្មមផងដែរណាបងប្អូនទាំងអស់គ្នាតែយើងមកចាប់ផ្ដើមចំអិនជាមួយនឹងនាងខ្ញុំទាំងអស់គ្នាបងប្អូនគឺថាដល់ជាដំបូងគឺថាយើងដាក់ខ្ទះដាក់ខ្លាញ់របស់យើងឲ្យក្តៅល្អទៅបន្ទាប់មកយើងចាក់ជាមួយនឹងគ្រឿងរបស់យើងដែលយើងហាន់មុននឹងទុកបងប្អូនអញ្ចឹងគឺថាយើងដាក់ជាមួយនឹងគ្រឿងរបស់យើងចូលទៅហើយមើលតែគ្រឿងរបស់យើងរៀងឡើងក្លិនឈ្ងុយហើយយើងចាក់ជាមួយនឹងម៉ាំរបស់យើងចូលទៅបងប្អូនទាំងអស់គ្នាហើយគឺថាបន្ទាប់មកនាងខ្ញុំដាក់ជាមួយនឹងស្ករត្នោតទៅបងប្អូនទាំងអស់គ្នាគឺថានាងខ្ញុំប្រើចំនួនមួយស្លាបបាយអញ្ចឹងគឺថាយើងដាក់ចូលមកហើយនាងខ្ញុំក៏បានបន្ថែមជាមួយនឹងប្រេងខ្យងតិចផងដែរហើយជាពិសេសគឺប៊ីចេងហើយនឹងស្ករសបងប្អូនអាចលួចជាមួយនឹងអំបិលអីបន្ថែមតិចតួចអីទៅព្រោះដោយសារម៉ាំរបស់យើងគឺថាវាមានជាតិរៀងផ្អែមឯទៅបងប្អូនអញ្ចឹងគឺថាយើងធ្វើការរមាស់វាឲ្យវាចូលជាតិយើងច្បល់វាតិចទៅបងប្អូនទាំងអស់គ្នាជាពិសេសគឺថាយើងដាក់ភ្លើងបរិមាណភ្លើងគឺថាយើងដាក់មកសមរម្យល្មមទៅបងប្អូនទី1កុំឲ្យវាខ្លាញ់វាខ្លោចបាតបងប្អូនទាំងអស់គ្នាបើនិយាយពីក្លិនឈ្ងុយវិញបងប្អូនគឺថាឈ្ងុយមែនតើហើយបន្ទាប់មកនឹងយើងដាក់ជាមួយនឹងថៃរបស់យើងចូលសម្រាប់ថៃគឺថាយើងកុំច្បល់ខ្លាំងព្រោះទី1ខ្លាចវាបែកសាច់ទៅបងប្អូនព្រោះដោយសារប្រភេទថៃប្រាគឺថាវាសាច់វានៅពេលដែលវាផុយគឺថាវាឆាប់បែកណាមើលទៅថាទឹកវាហាំងដាច់គឺថានាងខ្ញុំដាក់ជាមួយនឹងទឹករបស់យើងចូលតិចទៅបងប្អូនទាំងអស់គ្នាហើយយើងរងាស់វាឲ្យទឹករបស់យើងគឺថាវាពុះល្អហើយនាងខ្ញុំដាក់ជាមួយនឹងថប់របស់យើងបងប្អូនដែលយើងហាន់ទុកមុនហ្នឹងគឺថាយើងដាក់ចូលហើយបងប្អូនអាសាច្បល់បាតវាតិចទៅព្រោះទី1ការពារកុំឲ្យវាខ្លោចបាតបងប្អូនហើយបងប្អូនអាចភ្លក់មើលទៅអាចលេខលោកតាមគ្រឿងដែលបងប្អូនចូលចិត្តព្រោះទី1ខ្លាចស្ទើនេះស្ទើនោះអីចឹងណាហើយសម្រាប់អ្វីដែលយើងអាចខ្វះបានបងប្អូនគឺថានាងខ្ញុំក៏បានរួចជាមួយនឹង
ទឹកអំពិលទុំផងដែរបងប្អូនគឺថាដាក់ដើម្បីបង្កើននៃរសជាតិហើយឬថានាងខ្ញុំរងាស់ហ្នឹងគឺថាអត់សូវឲ្យមានទឹកទេបងប្អូនគឺសូមលក្ខណៈថាទឹករាងប៉ែកមុំព្រោះដោយសារអត់ចង់ញ៉ាំទឹកច្រើនទេហើយសម្រាប់នេះបន្លែគឺថាមកថាសតែម្ដងបងប្អូនមើលទៅថាឆ្អិនឈ្ងុយល្អហើយនាងខ្ញុំដួសដាក់ជាមួយនឹងចានមកបងប្អូនទាំងអស់គ្នាគឺថាមួយចាននេះឆ្ងាញ់មែនតែម្ដងសម្រាប់ថាបងប្អូនក៏ចូលចិត្តញ៉ាំជាប្រភេទម៉ាំជាប្រភេទផ្អកអីហ្នឹងគឺថាអូចូលជាតិមែនតែម្ដងពេលទីឲ្យពីបាយវិញគឺថាចោះឲ្យបងប្អូនអើយមើលទៅថាត្រមបានគឺថាភ្លក់មួយម៉ាត់សិនបងប្អូនបើនិយាយពីរសជាតិវិញគឺថារ៉េតឲ្យ10លើ10តែម្ដងបងប្អូនទាំងអស់គ្នាសម្រាប់មុខនេះហើយវីដេអូរបស់នាងខ្ញុំក៏ត្រូវឈានដល់ទីបញ្ចប់ដែរបងប្អូនទាំងអស់គ្នាអរគុណជំរាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ